ចឹងនឹងខ្ញុំមកបរៀនអ្នកគ្នាពីការបង្កើត sticker នៅក្នុង Telegram តើឥឡូវយើងទៅការបង្កើតទាំងអស់គ្នាទីនោះអ្នកគ្នាចូលទៅកាន់ Telegram មកតើមកអ្នកគ្នា search ពីថាខាងលើយើង search ពីថា sticker មកអ្នកគ្នា sticker នេះចឹងយើងចុចចូលក្នុងហ្នឹងមកអ្នកគ្នាឃើញសញ្ញាគ្រីបរបស់វាហ្នឹងអាហ្នឹងគឺ sticker កន្លែងការ sticker អូខេចាឥឡូវចូលក្នុងហ្នឹងមកបាទនេះសម្រាប់ខាងនេះ sticker គឺខ្ញុំបានបង្កើតអ្នកគ្នាឥឡូវយើងធ្វើការ hide ទៅមួយមកនេះ hide មួយមក hide ក៏បាន hello ក៏បានដែរនេះឥឡូវយើង hide ទៅមួយមកអូខេចឹងវាលោតបែបនេះយើងឥឡូវយើងមើលកន្លែងវាថានៅ park នេះអូខេចូលកន្លែងហ្នឹងមកដើម្បីបង្កើត sticker ថ្មីអូខេឥឡូវយើងចុចចូលហ្នឹងមកអូខេចឹងវាឲ្យយើងដាក់ឈ្មោះ name នៅដូចជានេះឧទាហរណ៍នេះចឹងវាដាក់ name របស់វាហ្នឹងឥឡូវយើងដាក់ name ថាដាក់ឈ្មោះអ្នកគ្នាទៅឥឡូវយើងឧទាហរណ៍ថាដាក់ 800 ចេះដែរអ្នកគ្នាឥឡូវផ្ញើទៅវាទៅតបកន្លែងនេះមកវានឹងបង្ហាញនៃចង់ឲ្យយើងនឹងផ្ញើនៅ sticker របស់យើងដែលបានបង្កើតរួចរាល់តែយើងអត់បានបង្កើតទេអញ្ចឹងយើងមើលຂະຫນាត់តម្រូវការរបស់វាក្នុងនោះវាអាចផ្ញើជា PNG ក៏បាន WEBP ក៏បានអញ្ចឹងឥឡូវនេះຂະຫນាត់512 x 512 pixel ហ្នឹងអូខេឥឡូវយើងចូលបង្កើតអ្នកគ្នានេះគ្នា512 x 512 pixel ឥឡូវយើងចូលបង្កើតกระดาษហើយយើងទៅការបង្កើតនៅ logo នៅ sticker របស់យើងមកឥឡូវយើងចូលទៅកាន់ Photoshop ដើម្បីបង្កើត sticker របស់យើងអូខេឥឡូវយើងបង្កើតกระดาษមួយមកនេះបង្កើតกระดาษមួយមកវាយ512 pixel ហើយយើងដាក់ pixel ហើយអូខេយើងដាក់ pixel ហើយ512 pixel ទៀតអូខេតើឥឡូវយើងចុចបង្កើតមកអូខេឥឡូវយើងបានកระดาษហើយណាឥឡូវយើងទៅការទាញរូបទាញអីអ្នកគ្នាតម្រូវការមកឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយករូបនេះមួយសិនឥឡូវខ្ញុំយករូបនេះមួយអូខេឥឡូវខ្ញុំឧទាហរណ៍ខ្ញុំ design ឧទាហរណ៍ថាខ្ញុំ design រូបនេះមួយអូខេខ្ញុំបបាយវាជា layer ខ្ញុំបបាយវាជា layer អស់ខ្ញុំយកមក layer ខាងក្រោយចោលនេះលើ background ខាងក្រោយវាចោលហើយយើងបបាយអក្សរយើងតែយើង design ក្នុងកระดาษហ្នឹងយើង design មកពេញមកណាឥឡូវខ្ញុំដាក់ចង់សោចទេអូខេ logo នេះមើលទៅវាចង់សោចចឹងឥឡូវយើងដាក់ចង់សោចទេហើយខ្ញុំទាញធំតិចមកអ្នកគ្នាតម្រូវការនេះគេអ្នកគ្នាអាច design ឲ្យត្រូវតាមតម្រូវការរបស់គ្នាមកឥឡូវដាក់ចេញមកដាក់ឲ្យវាមានបើទៅវាមានសុពលភាពតិចមកនេះអូខេហើយតែប៉ុណ្ណឹងវាដាក់ effect ដាក់អីថែមតិចទៀតមកអត់ដល់ effect នេះតិចទៀតតែ effect ថែមអីតិចទៀតមកដើម្បីវាមើលទៅភាពតាក់ទាញមកភ្លឺចែងចាំងអូខេឥឡូវយើងទៅការគ្រប់វាចុះគ្នាយើងទៅការ save វាមកអូខេឥឡូវនេះយើងដាក់ជា PNG នេះយក file វាថា PNG មកតើយើងដាក់ឈ្មោះ name វាដាក់ T ចេះក៏បានហើយ save វាមកហើយយ៉ាមកអូខេមកតើមកចូលមកកាន់ Telegram របស់យើងតើមកយើង send file នេះចូលមកអូខេហើយដកនេះផ្សាយជា file មកយើង send ទៅវាអូខេតើកន្លែងនេះមកវាឲ្យយើង send ជារូបតំណាងជា emoji នេះព្រោះថា emoji នេះ emoji សោចនេះយើងចង់តំណាងឲ្យវាជាស្អីsticker សោចនេះយើងចង់ឲ្យវាតំណាងជា emoji អ្វីឥឡូវខ្ញុំផ្សាយ emoji គេទៅអូខេ emoji នេះចុច emoji មកតែ emoji នេះវាចង់សោចឥឡូវយើងដាក់រូបសោចនេះមកខ្ញុំផ្សាយវាទៅអូខេកន្លែងនេះវាចង់សួរយើងថាចង់បន្ថែមនៅ logo អីផ្សេងទៀតអត់ទេជាស្អីហ្នឹងយើងចង់បន្ថែមនៅ sticker
sticker បន្ថែមទៀតអត់បើយើងអត់បន្ថែមទេយើងចុចកន្លែងនេះមួយមកអូខេដល់កន្លែងនេះយើង skip វាមួយទៀតមកយើង skip វាមកអូខេមកដល់ចំណុចនេះយើងត្រូវដាក់ link យើងត្រូវសរសេរកូដ link របស់វាឥឡូវខ្ញុំដាក់ដល់ខ្ញុំដាក់ដូចឈ្មោះមិនចាស់ x007 អូខេដាក់ x007 មកយើងផ្ញើឲ្យគាត់ទៅខ្ញុំផ្ញើគេទៅអូមានថាកន្លែងនេះវា sorry the from name is កន្លែងនេះវាអត់ទទួលយ៉ាងតែសារថាអក្សរហ្នឹងវាទៅជាលេខហើយដាក់អក្សរសុទ្ធហ្នឹងគេដាក់អក្សរសុទ្ធមកមិនដាក់លេខទេដាក់អក្សរសុទ្ធចេះមកដាក់ឈ្មោះអ្នកគ្នាបានអញ្ចឹងផ្សាយគេទៅអូខេនេះតាមឡៃនេះយើងបាន link មួយសម្រាប់ link ហ្នឹងយើងអាចផ្សាយឲ្យគេរួចហើយយើងថាយើងផ្សាយគេទៅគេអាចចូលទៅប្រើ emoji របស់យើងបាននេះជាសារនេះsticker របស់យើងនិយាយខលរហូតហ្នឹងបាទអញ្ចឹងសម្រាប់ឡៃនេះផងដែរយើងអាចចុច link ហ្នឹងទៅដើម្បីមើល sticker របស់យើងហើយយើង add sticker មកណាអូខេ add sticker នេះ sticker របស់យើងហើយសារចូលផ្ញើទៅណាគេម្នាក់អញ្ចឹងឥឡូវផ្ញើចូលក្រុមនេះចុះអូខេឥឡូវនិយាយទៅការវាគឺបានប្រើបានជោគជ័យ 100% អញ្ចឹងអរគុណអ្នកនាងជំរាបលាបាយបាយ